ថាយើងឲ្យពួកឯងធ្វើតាមអំពើចិត្តទេមីព្រាឈួនហ៎មិនក៏ឯងមើលអញឃើញគេអញមើលពួកយើងឃើញណាម៉ែឬមួយស្រីម្នាក់នេះមិនមែនជាមនុស្សទេមើលទៅដូចជាចង្គមសត្វសាហាវប៉ុន្តែបងឆ្ងល់ថាសត្វទាំងនោះចូលទៅខំកមាន់បានដោយរបៀបណាបើទ្រង់មាន់ជាប់សោហើយសោក៏នៅជាប់អត់មានរបេះអីបន្តិចផងហ្នឹងតម្រៃធំណាស់ឆាប់រត់ឲ្យលឿនទៅយាយឯងមិនក៏ឯងចង់ឲ្យយើងទៅនៅវត្តខ្មោចជួយផងយើងមិនព្រមទៅនៅវត្តទេយើងចង់ត្រឡប់ទៅវិញឆាប់ដឹកសាឡុងនេះទៅផ្ទះចៅហ្វាយឯងភ្លាមទៅអត់ទេខ្ញុំមិនធ្វើតាមបញ្ជាឯងទេមិនធ្វើជាដាច់ខាតម៉ែអើយខ្ញុំឃ្លានណាស់ខ្លាំងណាស់ម៉ែណែអាកូនឯងកុំរអ៊ូច្រើនពេកបានទេបាច់ក៏ដាក់តិចម៉ែឥឡូវហើយពេលនេះម៉ែក៏ឃ្លានដែរបើអញ្ចឹងម៉ែទៅចាប់សត្វព្រៃមកខ្ញុំឃ្លានឈាមរបស់វាខ្លាំងណាស់បានហើយឯងនៅស្ងៀមសិនទៅបន្តិចទៀតនឹងមានមនុស្សមកហើយខណៈនោះក៏មាននារីម្នាក់កណ្ដៀតក្អមដើរចូលមកណែនាងឈប់សិនអញប្រាប់ឲ្យឈប់យីសំឡេងអ្នកណាអញ្ចេះអ្នកណាគេស្រែកឲ្យខ្ញុំឈប់គេមើលពួកយើងមិនឃើញទេឆាប់ចាត់ការគេទៅម៉ែខ្ញុំឃ្លានឈាមរបស់គេខ្លាំងណាស់ល្អម៉ែនឹងប្រើកញ្ចក់ដ៏មុតស្រួចចាក់ទម្លុះបេះដូងគេហើយឯងចាំលិតឈាមរបស់គេទៅឮទេគិតថាយើងឲ្យពួកឯងធ្វើតាមអំពើចិត្តទេមីព្រាឈួនមិនក៏ឯងមើលអញឃើញគេអញមើលពួកយើងឃើញណាម៉ែឬមួយស្រីម្នាក់នេះមិនមែនជាមនុស្សទេត្រូវហើយយើងមិនមែនជាមនុស្សទេរំពេចនោះនារីកណ្ដៀតក្អមក៏ប្រែក្លាយជារុក្ខទេវីកាន់ឈើច្រត់ទឹមយ៉ាងមានអំណាចនាងរុក្ខទេវីនេះឯងបោកយើងផងហ៎យ៉ាងម៉េចហើយព្រីអបឡាឯងចង់ចាក់ទម្លុះបេះដូងយើងទៀតទេហើយចង់អាកូនព្រីឯងចង់លិតឈាមរបស់យើងទៀតទេអត់ទេខ្ញុំមិនហ៊ានទេខ្ញុំលែងហ៊ានហើយទេពធីតានាងទេពធីតាឯងអាក្រក់ណាស់ឲ្យតែពេលណាយើងចង់ធ្វើសកម្មភាពឯងតែងតែចេញមករារាំងយើងរហូតយើងអស់ការអត់ធ្មត់ជាមួយឯងហើយនិយាយថាម៉េចឯងអស់ការអត់ធ្មត់ជាមួយយើងហើយហ៎ចុះឯងចង់ធ្វើអីយើងនិយាយចំរុក្ខទេវីក៏ប្រើឈើច្រត់ទឹមវាយសំពងទៅលើព្រៃដើមបេងយ៉ាងដំណំអូយម៉ែយ៉ាងម៉េចហើយម៉ែបានហើយទេពធីតាជប់វាយម៉ែខ្ញុំទៅប៉ុណ្ណឹងបានហើយខ្ញុំសូមវល់យោគយល់ដល់កូនរបស់ឯងយើងលើកលែងឲ្យឯងម្ដងចុះបើឯងនៅតែធ្វើបាបមនុស្សទៀតកុំសង្ឃឹមថាយើងឲ្យឯងរួចខ្លួននិយាយចំរុក្ខទេវីក៏ហោះចេញទៅម៉ែយ៉ាងម៉េចហើយម៉ែឈឺត្រង់ណាខ្លះអើយម៉ែមិនអីទេនាងរុក្ខទេវីឯងធ្វើបាបយើងច្រើនដងហើយថ្ងៃណាមានឱកាសយើងនឹងសងសឹកឯងវិញនៅផ្ទះដង្ខៅសុផលកណាត់សោតដែលពូសៅដឹកមកមានបញ្ហាបងឲ្យគាត់ដឹកទៅវិញហើយតាំងពីដើមមកគាត់ត្បាញបានស្អាតណាស់តើមានបញ្ហាអីទៅបងគាត់ដាក់កណាត់លេខ1លេខជាមួយកណាត់លេខ2ហើយចង់លក់ឲ្យបងក្នុងតម្លៃដូចគ្នាធ្វើបែបនេះមិនអង្កើនរឿងរកស៊ីត្រូវតែច្បាស់លាស់អីវ៉ាន់លេខ1ដឹងលេខ1អីវ៉ាន់លេខ2ដឹងលេខ2មិនអាចមកបន្លែបន្លំគ្នាបានទេយ៉ាងណាយើងរកស៊ីជាមួយគាត់ច្រើនឆ្នាំហើយនិយាយប្រាប់គាត់តាមស្រួលទៅបងបើប្រាប់ឲ្យគាត់មិនកែប្រែចាំយើងឈប់រកស៊ីជាមួយគាត់អ្វីដែលគួរនិយាយបងនិយាយរួចហើយសង្ឃឹមថាគាត់នឹងកែប្រែត្រូវឲ្យស្រីលាក់បងរកទៅចំការមួយផ្លែតណាបងចង់ទៅចំការធ្វើអីទៅនៅចំការយើងមានដើមឈើប៉និតច្រើនណាស់បងចង់ទៅកាប់ធ្វើជាគ្រឿងសង្ហារឹមយកមកដាក់លម្អនៅក្នុងផ្ទះណាអូនប៉ុន្តែដើមឈើធំពិបាកកាប់ណាស់តើតែរកគេឲ្យជួយណាបង
មិនអីទេបងឲ្យកម្មករនៅចំការធ្វើបានតើបើអញ្ចឹងបងទៅសិនហើយចៅអើយចៅប្រុសតាសុំរៃអង្គាសបច្ច័យផងតាយកទៅសាងសង់សមិទ្ធផលនៅក្នុងវត្តណាចៅខ្ញុំទៅបញ្ចេញពីរៀនខ្ញុំចាយប្រាក់អស់បាត់ហើយចាំខ្ញុំទៅសុំប្រាក់ពីម្ដាយខ្ញុំយកមកចូលបន់អូហើយចុះផ្ទះចៅនៅម្ដុំណាដែរផ្ទះខ្ញុំនៅមិនឆ្ងាយទេបើអញ្ចឹងតាដើរតាមខ្ញុំមកនិយាយចំសុភ័ក្រក៏ដើរចេញទៅហើយបុរសចំណាស់ក៏កាន់ថាសដើរតាមពីក្រោយដើមបេងនេះអាយុកាលមិនក្រោម30ឆ្នាំទេសាច់ឈើល្អណាស់ចង់យកទៅធ្វើគ្រឿងសង្ហារិមអីក៏បានដែរបាទចវាយបើអញ្ចឹងខ្ញុំកាប់ឥឡូវនេះហើយណាទៀនពេលកាប់រួចឯងដឹកយកទៅឃ្លាំងអាឆាយទៅណាខ្ញុំបាននិយាយជាមួយគេរួចហើយបាទចវាយបើអញ្ចឹងចវាយថយទៅម្ខាងសិនទៅទៀនណែពួកឯងឆាប់មកជួយគ្នាអាសយឆាប់ទៅយកខ្សែមកខ្ញុំសូមចូលបច្ច័យ5រៀលផងណាតាសាធុសាធុសាធុចៅស្រីមានសទ្ធាជ្រះថ្លាបានចូលបច្ច័យកសាងសមិទ្ធផលនៅក្នុងវត្តតាសូមជូនពរចៅស្រីព្រមទាំងក្រុមគ្រួសារសូមជួបតែសេចក្តីសុខរកស៊ីមានបានតិចតិជុំដូចទឹកអប់បំពង់ខ្ចីណាចៅសាធុសាធុសាធុនិយាយអញ្ចឹងតាទៅដល់ណាដែរអូតានៅភូមិខាងត្បូងវត្តតាខ្វះខាតណាស់ទើបតាដើររករៃអង្គាសគ្រាន់បានបច្ច័យខ្លះយកទៅកសាងវត្តហើយបច្ច័យមួយចំណែកទៀតតានឹងយកទៅធ្វើចង្ហាន់ប្រគេនព្រះសង្ឃពិតជាប្រសើរណាស់បើអញ្ចឹងនៅហូបបាយនៅផ្ទះខ្ញុំមកពេលសិនទៅអូមិនអីទេចៅមិនអីទេខ្ញុំមើលតាដូចជាឃ្លានហើយចាំខ្ញុំទៅខ្ចប់បាយសម្លជូនតាពិសានិយាយចំស្រីលាក់ក៏ដើរចូលទៅក្នុងផ្ទះបាយហើយខ្ចប់បាយខ្ចប់ម្ហូបយកមកឲ្យបរោះចំណាស់នេះតាយកបាយសម្លនេះទៅពិសាទៅអូបាទចៅបាទតាសូមអរគុណម្ដងទៀតណាចៅបើអញ្ចឹងតាសូមលាសិនហើយណាចាតាសូមអញ្ជើញទៅចុះខ្ញុំមើលតម៉ែចិត្តល្អដល់ហើយខ្ញុំសំណាងណាស់ដែលមានម្ដាយចិត្តបន់បែបនេះរស់នៅក្នុងសង្គមជាមួយគ្នាមានអីដែលអាចជួយគ្នាបានយើងត្រូវទៅជួយណាកូនបានហើយឯងទៅលាងដៃសិនទៅចាំម៉ែទៅដួសបាយឲ្យឯងហូបបានម៉ែបានយ៉ាងម៉េចហើយតាសំខាងតារៃអង្គាសបានប្រាក់ច្រើនទេថ្ងៃនេះបានច្រើនគួរសមខ្ញុំបានជួបនាងម្នាក់នោះគេចិត្តទូលាយណាស់ចូលប្រាក់5រៀលហើយគេឲ្យបាយសម្លខ្ញុំទៀតអូនេះជាសំណាងតាឯងហើយបើអញ្ចឹងយើងរកកន្លែងស្ងាត់រាប់ប្រាក់សិនទៅបានប្រមាណចៃគ្នាស្មើណាតានោះយើងទៅរាប់នៅក្រោមដើមត្នោតនោះទៅខ្ញុំនឹងបានអង្គុយហូបបាយផងតោះយាយតោះអើលោកអាយលងអ្នកណាតដឹងថាតាយាយពីរអ្នកនេះជាជនបោកប្រាស់ធ្វើខ្លួនដូចជាអ្នករក្សាសិលកាន់ថាសដើររៃអង្គាសប្រាក់ការពិតជាជនបោកប្រាស់សោះពិតជាគួរឲ្យសង្វេគណាស់មួយសប្តាហ៍កន្លងផុតទៅគ្រឿងសង្ហារិមរបស់សុផលបានធ្វើរួចរាល់នាយភឿនបរទេះដឹកសាឡុងឈើយកមកឈប់នៅខាងមុខផ្ទះលោកស្រីសាឡុងឈើធ្វើរួចហើយតើលោកស្រីឲ្យខ្ញុំយកទៅដាក់នៅត្រង់ណាដែរបានអូបើអញ្ចឹងឯងរកគ្នាមកជួយលើកឡើងទៅខាងលើផ្ទះទៅបាទលោកស្រីពួកឯងឆាប់មកជួយគ្នាលើកសាឡុងកម្មករ4-5នាក់ក៏ប្រញាប់មកជួយនាយភឿនលើកសាឡុងឈើលោកស្រីពួកខ្ញុំលើកសាឡុងឈើឡើងទៅលើផ្ទះហើយណាចាលើកឡើងមកវិវហើយ
ម្ចាស់ផ្ទះអនុញ្ញាតឲ្យព្រាយឡើងមកហើយតទៅអ្នកផ្ទះនេះប្រកាសជានៅមិនបានសុខទេអ្នកណាទៅដឹងថានាងព្រាយនឹងកូនរបស់វាមកតាមដើមបេងដល់ថ្នាក់យកដើមបេងទៅធ្វើជាសាឡុងហើយក៏ពួកវានៅតែតាមហួងហែងដើមបេងនោះហើយតាមមកដល់ផ្ទះស្រីលាក់ទៀនអូនមើលចុះទឹកដៃជាងឆៃមិនធម្មតាទេមែនហើយបងស្លុងឈើប៉និតបែបនេះបើគេធ្វើលក់តម្លៃមិនក្រោម 5G ទេនេះសំណាងឲ្យដែរបងមានឈើស្រាប់ហើយចុះជាងឆាយយកថ្លៃឈ្នួលប្រហែលដែរបងគេយកឈ្នួលតែ1 G ទេព្រោះគេយល់ថាយើងជាប់បងប្អូនបើអញ្ចឹងអូនអង្គុយលេងលើសាឡុងនេះសិនទៅណាបងចាញ់រទេះទៅដឹកកណាត់ហើយឆាប់មកវិញណាបងអូននៅចាំបងហូបបាយជាមួយគ្នាដំណើររបស់បងមិនទៀងទេបើអូនឃ្លាននាំកូនហូបបាយមុនទៅណាមិនបាច់ចាំបងទេខ្ញុំប្រញាប់ទៅដាំបាយធ្វើមកហូបសិនក្រែងលោតន់ចង្ហាន់លោកពេលនេះយើងមានចម្រុកនៅហើយកូនផ្ទះនេះស្អាតណាស់ម៉ែអើយហើយមានមនុស្សគួរឲ្យចង់លេងជាមួយច្រើនទៀតមន់ទាក៏មានច្រើនតែប៉ុណ្ណេះយើងមិនខ្វះចំណីឆីទេកូនណែព្រីចង្រៃស្រីថោកទៀបឆាប់ថយចេញទៅឆាប់ចុះចេញពីផ្ទះនេះភ្លាមទៅថាម៉េចចង់ឲ្យយើងចុះចេញហ៎លោកមិនបានឮទេហ៎ម្ចាស់ផ្ទះនេះបានអនុញ្ញាតឲ្យយើងឡើងមកហើយដូច្នេះគ្មានអ្នកណាអាចបណ្ដេញយើងចេញបានឡើយថ្លើមធំណាស់ឯងគ្រាន់តែជាអមនុស្សថោកទៀបឯងសំអាងអីចង់មកនៅលើផ្ទះនេះចេញទៅឆាប់ចេញភ្លាមទៅយើងមិនចេញទោះលោកឯងដេញយើងយ៉ាងណាក៏យើងមិនចេញដែរលុះត្រាតែម្ចាស់ផ្ទះយកសាឡុងឈើ3នេះចេញទៅនៅរៀងខ្លួនទៅកុំមកចេះដឹងរឿងរបស់យើងពុំមានឯងឲ្យហើយណាហាមប៉ះពាល់ធ្វើបាបមនុស្សនៅក្នុងផ្ទះនេះបើមិនអញ្ចឹងទេកុំថាយើងកាចឲ្យសោះខ្ញុំខានមកម្ដុំនេះប្រហែលថ្ងៃសោះតើអ្នកណាមកកាប់ដើមបេងទៅអូដើមបេងនោះត្រូវម្ចាស់ដីកាប់យកទៅធ្វើគ្រឿងសង្ហារឹមហើយតើមានអីមែនទេទេពធីតាវិវរហើយដើមបេងនោះមានព្រាយអាស្រ័យនៅនាងព្រាយនឹងកូនរបស់វាតាមទៅហើយខ្ញុំថាមិនអីទេដឹងព្រាយនោះវាគ្មានរិទ្ធអំណាចអាចធ្វើស្អីអ្នកណាបានទេឯងយល់ខុសហើយព្រាយនោះកាចសាហាវណាស់ពួកវាអាចសម្លាប់មនុស្សក្នុងពេលតែមួយប្រពេចភ្នែកទេកាលនៅជាមនុស្សពួកវាត្រូវចោលប្លន់ហើយសម្លាប់ទាំងម្ដាយទាំងកូនចិត្តវាចង់ពៀសាហាវណាស់អ្នកណាធ្វើឲ្យពួកវាទាស់ចិត្តពួកវានឹងមិនឲ្យគេនៅបានសុខឡើយបើអញ្ចឹងទេពធីតាគិតធ្វើយ៉ាងម៉េចទៅសត្វលោករមែងប្រព្រឹត្តទៅតាមកម្មយើងគ្រាន់តែសង្ឃឹមថាម្ចាស់ផ្ទះនោះនឹងបានសុខសប្បាយបុណ្យកុសលដែលគេបានសាងនឹងជួយคุ้មគ្រងថែរក្សាការពារគេមានសវណ្ណនៃចំរុក្ខទេវីក៏ហោះចេញទៅឯងឆាប់ទៅហូបបាយទៅខ្ញុំមិនទាន់ឃ្លានទេម៉ែពិសាមុនចុះឯងកំពុងគូររូបអីនឹងអូគឺរូបប្រាសាទព្រះវិហារណាម៉ែយ៉ាងម៉េចដែរទឹកដៃខ្ញុំគូស្អាតដែរទេម៉ែឯងនៅក្មេងសោះគូររូបបានស្អាតដល់ម្លឹងថ្ងៃក្រោយឯងនឹងក្លាយជាវិចិត្រករដ៏ចំណានហើយម៉ែសរសើរខ្ញុំពេកហើយទឹកដៃខ្ញុំនៅស្ទើរណាស់ខ្ញុំត្រូវរៀនសូត្របន្ថែមទៀតណាម៉ែត្រូវហើយឯងកុំនៅគូររូបយូរពេកណាឆាប់ទៅហូបបាយណាកូនបាទម៉ែខ្ញុំដឹងហើយណែឯងកំពុងធ្វើអីហ្នឹងខ្ញុំសុំលេងជាមួយផងបានទេមិនបានទេអេសំលេងអ្នកណាគេហ្នឹងអ្នកណានិយាយជាមួយខ្ញុំគឺខ្ញុំសុំលេងជាមួយផងបានទេហាខ្មោចអើយអារំបល់យោមិនទាន់បានធ្វើស្អីផងវាសន្លប់បាត់
ប្រុសអីក៏កំសាកយ៉ាងនេះណែកូនមុននេះឯងបានធ្វើស្អីវាខ្ញុំមិនបានធ្វើស្អីផងគ្រាន់តែឃើញមុខខ្ញុំគេក៏សន្លប់បាត់ម៉ែអើយខ្ញុំឃ្លានខ្លាំងណាស់មិនអីទេចាំម៉ែចាត់ការក្មេងនេះយកឈាមវាមកឲ្យឯងលិនអូយកុំអីម៉ែកុំធ្វើបាបគេអីខ្ញុំចង់លិតឈាមរបស់គេទេស្អែកឡើងមន់មួយទ្រុងងាប់ទាំងអស់ចម្លែកដល់ហើយបើពស់វាចូលមកស៊ីតើវាចូលតាមណាបើទ្រុងមន់ចាក់សោចិត្តអស់ហើយនឹងខ្ញុំចិញ្ចឹមមាន់5ឆ្នាំហើយមិនដែលជួបរឿងបែបនេះទេអ្វីដែលកាន់តែចម្លែកនោះគឺមាន់ដែលងាប់មានស្នាមខាំនៅជាប់កទាំងអស់មើលទៅដូចជាចង្គំសត្វសាហាវប៉ុន្តែបងឆ្ងល់ថាសត្វទាំងនោះចូលទៅខំកមាន់បានដោយរបៀបណាបើទ្រុងមាន់ជាប់សោហើយសោក៏នៅជាប់អត់មានរបេះអីបន្តិចផងហ្នឹងខ្ញុំថាអាចជាថ្វីដៃព្រៃបិសាចណាទៀនជាតាខ្ញុំធ្លាប់ប្រាប់ថាព្រៃបិសាចវាចូលចិត្តហត់ឈាមណាមិនអាចទេខ្ញុំមិនជឿថាព្រៃបិសាចជាអ្នកធ្វើទេបានណាអាភឿនឯងឆាប់យកមន់ទៅកប់ចោលទៅបាទចវាយខ្ញុំដឹងហើយទៀនយ៉ាងម៉េចដែរកូនសម្លាញ់ហត់ឈាមមាន់ឆ្ងាញ់ខ្លាំងទេកូនឆ្ងាញ់ណាស់ម៉ែអើយពិតជាឆ្ងាញ់ខ្លាំងណាស់ត្រឹមតែឈាមមាន់ឆ្ងាញ់យ៉ាងនេះទៅហើយបើបានហត់ឈាមមនុស្សទៀតប្រកាសជាមហាសែនឆ្ងាញ់ហើយកូនណែព្រៃចង្រៃឯងកុំធ្វើអីផ្ដេសផ្ដាស់ឲ្យសោះណាយើងមិនទាន់ធ្វើស្អីផងលោកមកហាមយើងទៀតហើយហ៎លោកកំភៃពេលនេះយើងមិនធ្វើស្អីម្ចាស់របស់លោកទេដរាបណាយើងនៅមានរបស់ស៊ីរាល់ថ្ងៃតែបើយើងអត់ឃ្លានហើយយើងក៏មិនប្រកាសដែរណែព្រៃចង្រៃយើងពុំមានឯងម្ដងទៀតកុំប៉ះពាល់មនុស្សនៅក្នុងផ្ទះនេះឲ្យសោះបើឯងប្រហើនកុំថាយើងកាចជំនាងផ្ទះនេះពុំមានម៉ែទៀតហើយមើលទៅគេដូចជាក្អេងក្អាំងណាស់មិនក៏ម៉ែមិនចាត់ការគេទៅពេលនេះយើងកុំអាចធ្វើស្អីផ្ដេសផ្ដាស់នៅឲ្យស្ងៀមសិនទៅកូនសម្លាញ់នាងអើយតាសូមរៃអង្គាសបច្ច័យផងតាយកទៅកសាងសមិទ្ធផលនៅក្នុងវត្តសូមជួយតាមសទ្ធាណាចៅចុះវត្តរបស់តានៅដល់ណាដែរអូគឺនៅវត្តតានៅភូមិខាងត្បូងណាចៅនៅភូមិភាគខាងត្បូងហ៎នៅឃុំអីស្រុកអីដែរណែនាងមិនក៏សួរច្រើនម្លេះបើមិនចង់ចូលបច្ច័យទេក៏ហីទៅតាទៅរៃអង្គាសពីអ្នកផ្សេងក៏បានដែររាល់ថ្ងៃនេះមានខ្លាចបាបខ្លះទេដើរបោកប្រាស់គេអ្នកសប្បាយខ្លាំងហ៎ណែនាងថាអ្នកណាបោកប្រាស់កុំមកចោទប្រកាន់ខ្ញុំណាខ្ញុំមិនបានចោទប្រកាន់ទេខ្ញុំនិយាយតាមអ្វីដែលខ្ញុំមើលឃើញអ្នកបន្លំខ្លួនធ្វើជាអាចារ្យវត្តដើររៃរង្គាសបច្ច័យពីស្រុកមួយទៅស្រុកមួយស្ដេចយមរាជកំពុងកត់ឈ្មោះអ្នកហើយមានរឿងអីនឹងតាសំតាមានរឿងអីជាមួយនាងនេះអ្នកក៏អញ្ចឹងដែរការងារសុចរិតមិនធ្វើទេមួយថ្ងៃដើរទៅបោកគេឆាប់ចេញទៅចេញពីភូមិនេះភ្លាមទៅអើយតាសំនាងនេះដឹងអាចកំបាំងរបស់យើងអស់ហើយហ៎ត្រូវហើយវាដឹងអស់ហើយតែប៉ុណ្ណេះយើងរកស៊ីនៅក្នុងភូមិនេះលែងបានទៀតហើយស្រីចង្រៃមិនក៏ឯងបំផ្លាញឆ្នាំងបាយរបស់យើងណែតាសំឆាប់បដៅនាងនេះចេញម្ដងទៅដាក់វាឲ្យចាស់ដៃទៅតាថាម៉េចចង់បដៅយើងផងហ៎និយាយចំរុក្ខទេវីក៏និមិត្តកាយជាសត្វដំរីយ៉ាងធំហើយដេញជន់តាយាយបោកប្រាស់រត់ចែកជើងគ្នាអើដំរីធំណាស់ឆាប់រត់ឲ្យលឿនទៅយាយអើយតាសំចាំខ្ញុំផងកុំរត់លឿនពេកអូយអើយអាដំរីឈួតកុំមកតាមអញទៀតអញខ្លាចហើយវើយច្បាយមានរឿងធំហើយច្បាយមានរឿងធំហើយទៀនអាភឿនមានរឿងអីហ្នឹងអញឆាប់និយាយភ្លាមមក
គឺលោកស្រីធ្លាក់ទៅលើកម្មចដាផ្ទះថាម៉េចស្រីលាក់ធ្លាក់ទៅលើកម្មចដាមិនក៏មានរឿងអញ្ចឹងខ្ញុំមិនច្បាស់ទេទៀនសូមចវាយបញ្ញាប់ទៅភ្លាមទៅស្រីលាក់ប្រកាសជាមិនអីទេនិយាយចំសុផលក៏ប្រញាប់រត់ចេញទៅយ៉ាងលឿនម៉ែគឺម៉ែជាអ្នកធាក់នឹងលាក់មែនទេគេធ្លាក់ពីលើកម្មចន្ទាជាថ្វីដៃរបស់ម៉ែមែនទេមែនហើយមិនក៏ឯងសួរច្រើនដល់ម្លឹងមិនក៏ម៉ែធ្វើបាបគេក្រែងជំនាញផ្ទះបានពមៀនម៉ែឲ្យមិនអញ្ចឹងហ៎ម៉ែមិនខ្វល់ទេព្រោះម៉ែស្រឡាញ់ប្តីវាម៉ែចង់រួមរស់ជាមួយប្តីវាដូច្នេះម៉ែត្រូវតែសម្លាប់វាចោលគិតថាសុផលស្រឡាញ់ព្រៃចង្រៃដូចជាឯងទោះឯងសម្លាប់ប្រពន្ធគេចោលក៏ឯងមិនអាចរួមរស់ជាមួយគេបានដែរណែជំនាញផ្ទះឲ្យល្មមបានហើយលោកឯងកុំហួសហេតុពេកថ្ងៃមុនយើងពុំមានឯងថាម៉េចខ្លះមិនក៏ឯងនៅតែប្រហិនទៀតស្រីព្រាយចង្រៃនេះណាអូយឈឺណាស់អូយជំនាញផ្ទះលោកជប់វាយម្ដាយខ្ញុំទៅខ្ញុំសូមបប៉ុណ្ណឹងបានហើយណាអើយម៉ែយ៉ាងម៉េចហើយម៉ែអូយឈឺណាស់កូនអើយអូយម៉ែអើយម៉ែយ៉ាងម៉េចទៅហើយម៉ែឈឺខ្លាំងទេម៉ែបានធូនតិចហើយកូនឯងកុំបារម្ភអីម៉ែមិនអីទេណាប្រពន្ធសម្លាញ់តើមានរឿងអីឲ្យប្រកាសទៅនៅសុកមិនបានជាអូនធ្លាក់ពីលើផ្ទះអញ្ចឹងពេលនោះខ្ញុំចុះពីរៀនហាលមកដល់កម្មចន្ទាទី5តាហើយស្រាប់តែមានអ្នកណាម្នាក់ធាក់ខ្ញុំពីក្រោយខ្ញុំក៏ធ្លាក់ចុះមកក្រោមសុភ័ក្រទៅសាលាតាំងពីព្រឹកចំណែកអាភឿនទៅជូនស្រូវនៅស្រែនៅផ្ទះក្រៅពីអូនអត់មានមនុស្សទេតើនរណាជាអ្នកធ្វើបាបអូនឬមួយជាថ្វីដៃរបស់ខ្មោចតែដឹងពងមានខ្មោចមកពីណាឯងកុំនិយាយផ្ដេសផ្ដាស់មើលខ្ញុំមិនបាននិយាយផ្ដេសផ្ដាស់ទេពងថ្ងៃមុនខ្ញុំបានឃើញខ្មោចម្ដងហើយខ្ញុំភ័យរហូតដល់សន្លប់តែម៉ែមិនឲ្យខ្ញុំយករឿងនេះទៅប្រាប់ពុកទេស្រីលាក់មានរឿងអញ្ចឹងមែនណាប្រហែលថ្ងៃមុនសុភ័ក្រប្រាប់ខ្ញុំថាគេឃើញខ្មោចកូនក្មេងខ្ញុំគិតថាកូនរវើរវាយផ្ដេសផ្ដាស់ទើបខ្ញុំហាមគេមិនឲ្យប្រាប់បងតាំងពីពុកម៉ែយកសាឡុងឈើនោះឡើងមកលើផ្ទះនៅផ្ទះយើងមានរឿងអាក្រក់កើតឡើងរហូតឬមួយក៏សាឡុងនោះមានខ្មោចសន្តាត់ទេដឹងឯងកុំចេះតែស្មានផ្ដេសផ្ដាស់មើលសាឡុងឈើនោះគ្មានស្អីទេច្បាយមុននេះមាននារីកណ្ដៀតក្អមម្នាក់គេផ្ដាំមកតាមខ្ញុំឲ្យមកប្រាប់ច្បាយថាយកសាឡុងឈើនោះទៅប្រគេនលោកទៅថាម៉េចហើយចុះនាងម្នាក់នោះជានរណាខ្ញុំមិនស្គាល់ទេទៀនខ្ញុំមើលទៅគេមិនមែនជាអ្នកស្រុកនេះទេតែគេប្រាប់ខ្ញុំថាគេមានអំណងល្អចំពោះគ្រួសារច្បាយបើអញ្ចឹងបងធ្វើតាមអ្វីដែលគេប្រាប់ទៅបញ្ញាប់យកសាឡុងនោះទៅប្រគេនលោកទៅបងបន្ទាប់មកសុផលក៏ឲ្យអ្នកបម្រើដឹកសាឡុងឈើយកទៅវត្តដើម្បីប្រគេនព្រះសង្ឃមិនក៏ធ្ងន់យ៉ាងនេះដឹកចេញពីផ្ទះច្បាយមិនអីផងនៅសល់តែបន្តិចទៀតដល់វត្តមិនក៏តែមិនចង់ទៅមុខអញ្ចឹងឯងមិនក៏ឯងចង់ឲ្យយើងទៅនៅវត្តខ្មោចជួយផងយើងមិនព្រមទៅនៅវត្តទេយើងចង់ត្រឡប់ទៅវិញឆាប់ដឹកសាឡុងនេះទៅផ្ទះច្បាយឯងភ្លាមទៅអត់ទេខ្ញុំមិនធ្វើតាមបញ្ជាឯងទេមិនធ្វើជាដាច់ខាតបើឯងមិនធ្វើតាមយើងប្រាប់យើងនឹងសម្លាប់ឯងចោលឯងត្រៀមខ្លួនស្លាប់ឲ្យហើយទៅរំពេចនោះរុក្ខទេវីក៏បង្ហាញខ្លួនឡើងឈប់ភ្លាមព្រាយចង្រៃយើងប្រាប់ឲ្យឈប់រុក្ខទេវីគឺឯងទៀតហើយមិនក៏ឯងចេះដឹងរឿងរបស់យើងយ៉ាងនេះព្រាយចង្រៃឯងនេះ
ពិតជាមិនកាយខ្លួនមែនបើយើងមិនចាត់ការឯងមនុស្សម្នាក៏រស់នៅមិនបានសុខដែរឈើច្រត់ទឹមឆាប់ដុតកំទេចសាឡុងឈើនេះហើយដុតនាងព្រាយនិងកូនរបស់វាភ្លាមទៅអូយម៉ែអើយក្តៅណាស់ម៉ែអូយកូនអើយឯងយ៉ាងម៉េចហើយអូយក្តៅណាស់ខ្ញុំទ្រាំលែងបានហើយម៉ែអូយកូនប្រុសអូយក្តៅណាស់អូយនេះហើយជាផលនៃអំពើបាបរបស់ឯងសាំងអាក្រក់ឯងត្រូវតែវិនិច្ឆ័យនិយាយចំរុក្ខទេវីក៏ហោះចេញទៅនាយភឿនបានឃើញហើយក៏យករឿងនេះទៅប្រាប់ចៅហ្វាយរបស់ខ្លួនចាប់តាំងពីពេលនោះមកសុផលក៏មិនហ៊ានយកគ្រឿងសង្ហារឹមថ្មីចូលផ្ទះទៀតឡើយ